បាទសូមធ្វើការអនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនិងជាទីរាប់អានខ្ញុំបាទក៏សូមលើកយកនៅជោគជតារាសីដែលមានចំណងជើងថាអ្នកដែលកើតឆ្នាំទាំង3នឹងហែងខ្លាំងក្នុងរយៈពេល3ខែខាងមុខបាទចំណងថាមានឆ្នាំអ្វីខ្លះនោះកុំឲ្យខាត់ពេលនិងខាត់វេលាយូនោះសូមអញ្ជើញតាមដានសន្តាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរោងអ្នកដែលកើតឆ្នាំរោងមានសុខភាពរឹងមាំនិងអាចតេទៀងសំណាងចូលដល់ក្នុងផ្ទះក្នុងរយៈពេល3ខែខាងមុខជាមិនខានហើយសម្រាប់លេខដែលនាំលាភសំណាងគឺលេខ78និងលេខ99សូមខមមិនលេខ777រួចเสียចេញជាប្រញាប់ក្នុងរយៈពេល3ខែខាងមុខនេះលោកអ្នកដែលកើតឆ្នាំរោងបានចាត់ទុកថាគឺជាឆ្នាំដែលមានរាសីឡើងខ្ពស់ត្រដែតប្រកបកិច្ចការងារអ្វីរមែងតែទទួលបានជោគជ័យសម្រាប់សំណាងរបស់អស់លោកអ្នកគឺល្អខ្លាំងបំផុតដោយមានកត្តាពីរយ៉ាងឱកាសលេចឡើងជាបន្តបន្ទាប់និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានលឿនជាងធម្មតាអ្នកដែលកើតក្នុងឆ្នាំរោងមានភាពក្លាហានដោយធម្មជាតិប៉ុន្តែកាលពីអតីតកាលលោកអ្នកដែលកើតឆ្នាំរោងប្រហែលជាបានជួបប្រទះនឹងឧបសគ្គមួយចំនួនផងដែរគឺមានភាពយឺតយ៉ាវរឿងសំខាន់បំផុតសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរោងនៅពេលនេះគឺត្រូវរក្សាសុខភាពនៅពេលដែលលោកអ្នកមានកម្លាំងកាយសម្បទាមាំមួនលោកអ្នកអាចឆ្លើយតបទៅនឹងផែនការថ្មីបានយ៉ាងងាយស្រួលនិងមិនខកខានឱកាសដោយសារតែអស់កម្លាំងនោះឡើយក្នុងអំឡុងពេលនៃសំណាងកើតឡើងលោកអ្នកដែលកើតឆ្នាំរោងតែងតែធ្វើការឲ្យបានច្រើនលោកអ្នកនឹងទទួលបានប្រាក់ចំណូលកាន់តែឆាប់រហ័សផ្នែកផ្លូវចិត្តមនុស្សដែលកើតឆ្នាំរោងរៀបនឹងចូលទៅក្នុងរយៈពេលនៃការបដោតអារម្មណ៍ឲ្យបានខ្ពស់ផែនការដែលមិនទាន់បានបញ្ចប់ឬឱកាសដែលហាក់ដូចជាមិនមែនសម្រាប់អស់លោកអ្នកស្រាប់តែវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សមនុស្សមួយចំនួនអាចត្រូវបានស្នើឲ្យទទួលយកការងារសំខាន់គ្រប់គ្រងក្រុមហ៊ុនឬចូលទៅចិត្តកម្រងហិរញ្ញវត្ថុដែលមានប្រាក់ចំណូលខ្ពស់ជាងរាល់ដងប្រសិនបើអស់លោកអ្នករក្សាចិត្តស្ងប់និងមិនប្រញាប់មនុស្សដែលកើតនៅក្នុងឆ្នាំរោងនឹងអាចគ្រប់គ្រងស្ថានភាពបានយ៉ាងឆាប់រហ័សជាពិសេសសម្រាប់អ្នកដែលកំពុងរៀបចំក្នុងការវិនិយោគមុខរបរធំឬពង្រីកអាជីវកម្មរបស់អស់លោកអ្នកឬផ្លាស់ប្ដូរកិច្ចការងារទាំងនេះគឺជាខែដ៏សំខាន់បំផុតដោយមានជម្រើសដ៏ឆ្លាតវៃសំណាងរបស់អស់លោកអ្នកមិនអាចគេចផុតពីកណ្ដាប់ដៃរបស់អស់លោកអ្នកបាននោះឡើយហើយលោកអ្នកបានផ្លាស់ប្ដូរអាជីវកម្មឬក៏បន្ថែមមុខរបរអ្វីក៏ដោយរមែងតែងតែទទួលបានជោគជ័យនិងផលជាផ្លែផ្កាហុចមកវិញគួរជាទីពេញចិត្តបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំមមែលោកអ្នកដែលកើតឆ្នាំមមែក្នុងរយៈពេល3ខែខាងមុខនេះលោកអ្នកតែងតែទទួលបានលាភសំណាងធំដុំនិងប្រកបកិច្ចការងារអ្វីរមែងទទួលបានជោគជ័យហើយលេខដែលនាំលាភសំណាងគឺលេខ32និងលេខ58សូមខមមិនលេខ168រួចធ្វើការเสียចេញជាប្រញាប់អ្នកដែលកើតឆ្នាំមមែជាធម្មតាមានចិត្តស្លូតបូតនិងស្ងប់ស្ងាត់ប៉ុន្តែនៅពេលដែលពេលវេលាមកដល់លោកអ្នកដែលកើតឆ្នាំមមែនឹងមានរាសីឡើងខ្ពស់ដែលងាយប្រតិកម្មបំផុតហើយប្រកបកិច្ចការងារអ្វីរមែងទទួលបានជោគជ័យហើយរាសាសសម្រាប់3ខែខាងមុខនេះបានទស្សទាយថានឹងបង្ហាញធម្មពលកំពុងតែប្រឈមមុខនឹងដំណាក់កាលផ្លាស់ប្ដូរដ៏សំខាន់ក្នុងជីវិតរបស់អស់លោកអ្នកការខិតខំប្រឹងប្រែងដោយភាពស្ងៀមស្ងាត់ពីមុននឹងទទួលបានរង្វាន់ជាមួយនឹងឱកាសយ៉ាងប៉ិនប្រសប់សូម្បីតែការលោតផ្លាស់ផ្នែកហិរញ្ញវត្ថុ
ក៏សន្ទុះឡើងយ៉ាងឆាប់រហ័សប្រកបកិច្ចការងារអ្វីលោកអ្នកតែងតែទទួលបានជោគជ័យក្នុងរយៈពេល3ខែខាងមុខនេះជាមិនខានរឿងដ៏លេចធ្លោបំផុតអំពីលោកអ្នកដែលកើតឆ្នាំមមែក្នុងអំឡុងពេលនេះគឺចិត្តច្បាស់លាស់របស់អស់លោកអ្នកនឹងការតាំងចិត្តកាន់តែខ្លាំងលោកអ្នកលែងស្ទាក់ស្ទើរដូចមុនទៀតហើយប៉ុន្តែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពភ្លាមនៅពេលដែលមានឱកាសលេចឡើងអរគុណចំពោះការប្រុងប្រយ័ត្នមួយនេះលោកអ្នកដែលកើតឆ្នាំមមែអាចតេទៀងលំហូរសាច់ប្រាក់បានយ៉ាងងាយស្រួលពីការសម្រេចចិត្តបានត្រឹមត្រូវដោយហេតុនេះបង្កើនទ្រព្យសម្បត្តិក្នុងរយៈពេលខ្លីបានយ៉ាងឆាប់រហ័សសំណាងក្នុងហិរញ្ញវត្ថុរបស់អស់លោកអ្នកក៏ត្រូវបានយកតម្លៃថារលូនផងដែរអ្នកដែលធ្វើអាជីវកម្មអនឡាញឬក៏រាជការឈ្មួញកណ្ដាលឬក៏សេវាកម្មទាំងអស់នេះបង្ហាញសញ្ញានៃការកើនឡើងនៃអតិថិជននិងការវិវត្តក្នុងការប្រកបកិច្ចការងារបានធំដុំយ៉ាងឆាប់រហ័សបុគ្គលិកលក្ខណៈដែលលោកអ្នកទទួលបានប្រាក់ខែអាចទទួលបានកម្រងបន្ថែមទទួលបានប្រាក់រង្វាន់ឬក៏ត្រូវបានចាត់តាំងភារកិច្ចសំខាន់ដែលមានសក្តានុពលក្នុងការបង្កើនប្រាក់ចំណេញទោះជាយ៉ាងណាក៏ដោយដើម្បីរក្សាទម្រង់នេះអ្នកដែលកើតឆ្នាំមមែត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាពរបស់អស់លោកអ្នកនៅពេលដែលលោកអ្នកមានសុខភាពល្អចិត្តរបស់អស់លោកអ្នកកាន់តែច្បាស់លាស់ហើយលោកអ្នកអាចតេទៀងអត្ថប្រយោជន៍ពេញលេញពីឱកាសដែលកំពុងហូរចូលប្រសិនបើលោកអ្នកដឹងពីរបៀបផ្សំការសម្រេចចិត្តសមហេតុសមផលជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរអ្នកដែលកើតឆ្នាំមមែពិតជាអាចคล้ายទៅជាឆ្នាំដែលមានរាសីល្អនិងអាចឡើងឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់បំផុតក្នុងរយៈពេល3ខែខាងមុខនេះយ៉ាងពិតប្រាកដបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំចរយៈពេល3ខែខាងមុខនេះគឺលោកអ្នកទទួលបានសំណាងខ្ពង់ខ្ពស់បំផុតហើយលេខដែលនាំលាភសំណាងគឺលេខ48និងលេខ79សូមខមមិនលេខ999រួចសៀចេញជាប្រញាប់ប្រសិនបើលោកអ្នកដែលកើតឆ្នាំចមានលាភមានសំណាងខ្លាំងដោយសារសន្ទុះរបស់អស់លោកអ្នកក្នុងរយៈពេល3ខែខាងមុខនេះអាយុអ្នកដែលកើតឆ្នាំចនឹងទម្លុះទម្លាយបានភាពជោគជ័យដ៏រឹងមាំបំផុតមនុស្សដែលកើតក្នុងឆ្នាំចមានទំនុកចិត្តពីធម្មជាតិគិតដោយមានការប្រុងប្រយ័ត្នហើយកម្រងធ្វើការសម្រេចចិត្តប្រញាប់ប្រញាល់ណាស់ស្ថានភាពរបស់អស់លោកអ្នកនេះហើយคล้ายជាគុណសម្បត្តិដ៏អស្ចារ្យក្នុងរយៈពេល3ខែខាងមុខនេះនៅពេលដែលទីផ្សារប្រែប្រួលហើយហូរធម្មពលទ្រព្យសម្បត្តិផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័សសម្រាប់អស់លោកអ្នកដែលកើតឆ្នាំចសុខភាពនិងស្មារតីរបស់អស់លោកអ្នកក្នុងអំឡុង3ខែខាងមុខគឺមានភាពស្មើគ្នានិងសុខដុមបំផុតនេះគឺជារយៈពេលដែលអស់លោកអ្នកមានអារម្មណ៍ច្បាស់លាស់អាចដោះស្រាយកិច្ចការងារធំប្រកបទៅដោយប្រសិទ្ធភាពនិងរក្សាវិន័យខ្លួនបានយ៉ាងខ្ជាប់ខ្ជាង់មនុស្សមួយចំនួនដែលកើតក្នុងឆ្នាំចថែមទាំងរកឃើញការបំផុសគំនិតដើម្បីធ្វើការម្ដងទៀតដោយមិននឹកស្មានដល់បន្ទាប់ពីអស់កម្លាំងរយៈពេលយូរនៅពេលដែលលោកអ្នកខំខ្លាំងក្នុងកិច្ចការងាររបស់អស់លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងឆាប់រហ័សវាគួរឲ្យកត់សម្គាល់ថាក្នុងរយៈពេល3ខែខាងមុខនេះនឹងនាំមកនៅប្រាក់ចំណូលខ្ពង់ខ្ពស់ដែលនឹកស្មានមិនដល់មនុស្សដែលកើតក្នុងឆ្នាំចអាចជួបប្រទះឱកាសថ្មីជាញឹកញាប់ត្រូវបានណែនាំអំពីកិច្ចការងារក្រៅម៉ោងដោយមានអ្នកស្គាល់គ្នាឬមានអតិថិជនធំមករកពួកគេអ្នកដែលធ្វើការក្នុងឧស្សាហកម្មទាក់ទងនឹងសេវាកម្មអាជីវកម្មភាពច្នៃប្រឌិតច្បាស់លាស់ឬចលនាទ្រព្យនឹងឃើញលំហូរលុយចូលយ៉ាងឆាប់រហ័សលើពីនេះទៅទៀតអ្នកដែលកើតឆ្នាំចគ
គួរតែយកចិត្តទុកដាក់លើការរៀបចំជំនាញបន្ថែមទៀតការបង្កើនចំណេះដឹងរបស់អស់លោកអ្នកក្នុងអំឡុងពេលនេះសំណាងរបស់អស់លោកអ្នកកំពុងតែពង្រឹងនិងជួយពួកអស់លោកអ្នកដែលកើតឆ្នាំចបានសម្រេចទ្វេដងនៅសមិទ្ធផលថ្មីគង់នៃវាសនារបស់អស់លោកអ្នកនឹងមានភាពវិជ្ជមានហើយដរាបណាលោកអ្នករក្សាភាពនឹងការតស៊ូរបស់អស់លោកអ្នកឲ្យបានល្អសំណាងរបស់អស់លោកអ្នកនឹងកើនឡើងបានយ៉ាងឆាប់រហ័សដែលជួយឲ្យជីវិតរបស់អស់លោកអ្នកកាន់តែមានភាពរីកចម្រើនទៅមុខក្នុងរយៈពេលខ្លី